ផ្លែទៀតពុកម៉ែបងប្អូននៅគ្នាថ្ងៃនេះគឺខ្ញុំនាំភ្ញៀវជនជាតិអូស្ត្រាលីមកមើលដើម្បីចូលនិវត្តន៍នៅជើងភ្នំកលែនមកដល់ភ្លាមគេឲ្យយើងលាងដៃលាងជើងឲ្យស្អាតក៏មកចាប់ដើមធ្វើចំណីសត្វតម្រៃអញ្ចឹងយើងមានគ្រឿងផ្សំជាច្រើនមានដូចជាបាយដំណើបអំបិលទុំមានចេកមានកន្ទក់យើងពូតចូលគ្នាអញ្ចឹងណាពុកម៉ែបងប្អូននៅគ្នាដុំដូចបាល់អញ្ចឹងបន្ទាប់ពីធ្វើចំណីហើយពួកយើងក៏បានធ្វើដំណើរទៅកន្លែងសត្វតម្រៃទាំងអស់គ្នាហើយនេះគឺជាសកម្មភាពភ្ញៀវក៏ដើរទៅហើយណាហើយមុននឹងយើងឲ្យចំណីសត្វតម្រៃគឺយើងត្រូវតែស្ដាប់ការណែនាំរបស់មគ្គុទ្ទេសក៍នៅទីនោះសិនជៀសវាងកុំឲ្យមានបញ្ហានិងដើម្បីសុវត្ថិភាពទាំងអស់គ្នារាល់សត្វតម្រៃទាំងអស់សុទ្ធតែមានឈ្មោះណាពុកម៉ែបងប្អូនអ្នកគ្នាគេមានឈ្មោះរបស់គេឈ្មោះគេប្រុសហើយមានឈ្មោះបរទេសផងលក្ខណៈឈ្មោះខ្មែរយើងផងអញ្ចឹងទៅហើយនេះគឺកំពុងតែហាមមាត់ចាំចំណីណាហើយភ្ញៀវគាត់សើចផងអីផងហើយចាប់ដើមយកចំណីឲ្យតម្រៃអញ្ចឹងយើងមានអាហារជាច្រើនសម្រាប់សត្វតម្រៃយើងមានចេកយើងមានស្លឹកឫស្សីយើងមានផ្លែល្ពៅយើងមានដើមអំពៅអញ្ចឹងយើងមានច្រើនណាពុកម៉ែបងប្អូននៅគ្នាដើម្បីឲ្យតម្រៃស៊ីអញ្ចឹងណាហើយអ្វីដែលយើងឲ្យចុងក្រោយនេះគឺចំណីដែលយើងបានធ្វើពីកន្ទក់ពីអំពិលទុំពីអំបិលហើយនិងពីបាយដំណើបស្អីក៏ស៊ីដែរតម្រៃទាំងអស់នេះយល់ទៅឲ្យអីវាយកនឹងឲ្យអីវាយកនឹងអញ្ចឹងណាហើយភ្ញៀវគាត់សប្បាយគាត់ហើយគាត់បាននៅក្បែរសត្វតម្រៃផងគាត់បានប៉ះបានអីផងអញ្ចឹងណាមានភ្ញៀវទេសចរអន្តរជាតិច្រើនមកមើលសត្វតម្រៃនៅជើងភ្នំកលែនហើយតម្លៃគឺថ្លៃណាពុកម៉ែបងប្អូននេះមិនមែនទូថ្លៃណាប៉ុន្តែពួកគាត់ចំណាយដើម្បីចង់មកឃើញសត្វតម្រៃក្នុងម្នាក់គឺ$115ពុកម៉ែបងប្អូនអ្នកគ្នាប៉ុន្តែតម្លៃប៉ុណ្ណឹងសម្រាប់ភ្ញៀវទេសចរអន្តរជាតិគាត់គិតថាមិនថ្លៃទេព្រោះបានឃើញសត្វតម្រៃផ្ទាល់បានប៉ះបានអីចឹងណាហើយតម្លៃនេះគឺយើងរួមបញ្ចូលជាមួយនឹងអាហារថ្ងៃត្រង់មួយពេលផងយើងរួមបញ្ចូលទាំងការធ្វើដំណើរផងមានយានជំនិះជិះពីក្រុងមកដល់កន្លែងជើងភ្នំកលែនមើលសត្វតម្រៃហើយយើងមានមគ្គុទ្ទេសក៍នាំផ្លូវនិងណែនាំអំពីសត្វតម្រៃទៀតអញ្ចឹងមិនថ្លៃទេបងប្អូនគ្នាប៉ុន្តែយើងភ្ញៀវគាត់សប្បាយចិត្តហើយនេះគឺសកម្មភាពភ្ញៀវខ្ញុំឲ្យចំណីសត្វតម្រៃគឺកន្ទក់ណាដែលយើងបូកសំជាមួយនឹងបាយដំណើបអំបិលនិងអំបិលទុំអញ្ចឹងទៅតម្រៃចូលចិត្តដាក់ទៅគឺដឹងឲ្យយកហើយបើយើងប្រៀបធៀបជាមួយតម្រៃផ្សេងគឺវាជ្រើសរើសអាហ្នឹងហើយអាហ្នឹងឆ្ងាញ់ជាងគេនេះគឺជាស្រះសម្រាប់តម្រៃដេកសម្រាប់អីចឹងណាហើយនេះគឺជាកន្លែងងូតទឹកតម្រៃដែរគឺយើងមានកន្លែងសម្អាតមួយទៀតមានន័យថាយើងមានស្រះឲ្យវាងូតទឹកហើយយើងមានកន្លែងដែលបាញ់ទឹកលាងវាទៀតអញ្ចឹងមើលថែដិតដល់ពុកម៉ែបងប្អូននៅគ្នាបន្ទាប់ពីហ្នឹងមកយើងក៏មើលប្រាសាទទីស្រីព្រោះផ្លូវទៅជាមួយគ្នាទេអញ្ចឹងយើងទៅមើលទៀតភ្ញៀវច្រើនពុកម៉ែបងប្អូននៅគ្នាមកមើលសត្វទីស្រីហើយឥឡូវនេះយើងមកដល់ប្រាសាទអង្គរវត្តហើយវីដេអូនេះគឺយើងថតតាំងពីថ្ងៃមុនថ្ងៃទៅមើលតម្រៃអង្គរវត្តនេះយើងមើលមុនយើងមើលតាព្រំបាយ័នក៏ធំណាហើយបន្ទាប់យើងទៅមើលសត្វតម្រៃហើយក៏ទៅមើលប្រាសាទទីស្រីចឹងទៅឥឡូវនេះវីដេអូនេះខ្ញុំដាក់ក្រោយដោយសារតែអ្វីដែលខ្ញុំចាប់ចង់បង្ហាញខ្លាំងគឺទៅមើលសត្វតម្រៃទេព្រោះវីដេអូតទៅនឹងប្រាសាទនេះខ្ញុំបានបង្កើតច្រើនហើយពុកម៉ែបងប្អូនអរគ្នាខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលាសង្ឃឹមថាពុកម៉ែបងប្អូនគ្នារីករាយជាមួយនឹងវីដេអូនេះអរគុណជម្រាបលាម្ដងទៀត